តោះពុកម៉ែបងប្អូនទាំងអស់គ្នាមកមើលវីដេអូនេះគេយកខ្មៅដៃជាមួយដៃស្វានេះមកស្វាបន្តិចមិនបីចេញបដូលអញ្ចឹងណាហើយយកអាខ្មៅដៃហ្នឹងយកទៅដាក់ជាមួយនឹងក្បាលបោះថ្មពិលឬក៏ថ្មអីផ្សេងអញ្ចឹងណាពេលគេយកទៅដាក់ហើយគេបិទកៅហើយគេយកអាខ្មៅចំហៀងទៀតយកទៅខួងឲ្យចេញបដូលខ្មៅដៃអញ្ចឹងទៅហើយគេយកអាកុងតាក់ហ្នឹងបិទកៅបិទអីដាក់ជាប់គ្នាជាមួយនឹងអាថ្មអញ្ចឹងហ្នឹងហើយគេកាត់ខ្សែភ្លើងយកអាខ្សែមកចំហៀងយកទៅភ្ជាប់ជាមួយនឹងកុងតាក់ឯខ្សែមកចំហៀងទៀតហ្នឹងយកទៅរុំជាមួយនឹងបដូលខ្មៅដៃអញ្ចឹងណាហើយសល់អាមកចំហៀងទៀតហ្នឹងគេយកទៅដាក់គូថ្មនៅខាងក្រោយហើយដល់ពេលហើយគេបិទកៅបិទអីចឹងហើយគេយកបើកុងតាក់ទៅវាក្តៅអញ្ចឹងណាក្តៅហ្នឹងយើងអាចយកទៅផ្សារសំណផ្សារអីបានហើយអានេះសម្ភារៈនេះវាស្រួលធ្វើដែរទេហើយណាមួយទៀតវាអាចជួយយើងបានមួយរយៈទូចឬក៏យើងខ្វះខាតអីយើងខ្វះសំណឬក៏យើងខ្វះប្រដាប់ផ្សារអីហ្នឹងយើងអាចយកមកបដោះកុយបានម្ដងដែរនេះ